មកមករៀនលក់ដូរឲ្យដាច់ទៅតាមប្រភេទភ្ញៀវត្រូវដឹងថាតើហាងយើងលក់អីគេហើយចង់លក់ឲ្យភ្ញៀវប្រភេទណាដែរបើពីខ្ញុំទៅភ្ញៀវប្រភេទណាក៏ខ្ញុំលក់ដែរណែចង់បានលុយភ្ញៀវពិបាកណាភ្ញៀវខ្លះស្លន់យើងតបឆាតតែអត់តាន់គឺគាត់ឈប់ទិញអញ្ចឹងហើយយើងត្រូវតែលក់លឿនឲ្យគាត់ឆាតគាត់មុនគេភ្ញៀវខ្លះវិញនៅពិចារណាសួរ3លានសំណួរហើយអត់តាន់ទិញទៀតអញ្ចឹងយើងត្រូវរៀនដាក់ព័ត៌មានឲ្យគាត់ទាំងស្រុងហ្មងកុំឲ្យគាត់សួរច្រើនឧទាហរណ៍គេឆាតមកពេកខ្ញុំឆ្លើយភ្លាមបាញ់មនុយផ្លែតហើយសួរថាបងត្រូវការដឹកឬក៏មកយកផ្ទាល់បងបើបងចង់ឲ្យដឹកខ្ញុំសុំ Telegram បងមួយដើម្បី pin location ហើយឆែកសេវាជូនបងហ្មងណាធ្វើអញ្ចឹងគ្រប់ភ្ញៀវករណីហ្នឹងបើសិនជាភ្ញៀវគាត់ចង់ទិញប្រកាសមែនណាគាត់នឹងឲ្យ Telegram គាត់មកយើងហ្នឹងតែនៅមានភ្ញៀវច្រើនប្រភេទទៀតដែលយើងត្រូវយល់ចិត្តណាជាពិសេសភ្ញៀវចាស់ៗរបស់យើងហ្មងរបៀបថាយើងត្រូវនិយាយសិក្សាជាមួយនឹងគាត់ដូចមកយូរឆ្នាំពូម៉ាក់យូរអង្វែងអញ្ចឹងភ្ញៀវប្រភេទទៀតនិយាយមក slot យើងនិយាយក្បត់ភ្ញៀវប្រភេទហ្នឹងគឺយើងត្រូវតែអត់ធ្មត់ទេសំខាន់យើងត្រូវតែកំណត់ខ្លួនឯងថាយើងត្រូវតែយកលុយពីគាត់ឲ្យបានភ្ញៀវបែកតែមកអញ្ចឹងបើបានទិញយើងហើយងាយទៅទិញណាគេជឿខ្ញុំមើលពួកគ្មានអ្នកលក់ណាទ្រាំមួយគាត់បានទេបើយើងធ្វើបានគឺយើងលេខ1ហ្មងណា